សួស្តីមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងលើកយកមេរៀនមួយអំពីការបង្កើត YouTube ដើម្បីរបៀបរកលុយតាម YouTube ដើម្បីឲ្យអ្នកទាំងអស់គ្នាអាចចុះឈ្មោះជាដៃគូជាមួយ YouTube អញ្ចឹងការចុះឈ្មោះដៃគូជាមួយ YouTube ហ្នឹងគឺវាអនុញ្ញាតទៅតាមប្រទេសមួយចំនួនទេដូចជានៅអាមេរិកនៅអឺរ៉ុបនៅឥណ្ឌាអីមួយចំនួនអញ្ចឹងចំណែកប្រទេសកម្ពុជាយើងគឺយើងតតែកែប្រែឈ្មោះប្រទេសទៅជាអាមេរិកទៅជាចក្រភពអង់គ្លេសទៅយើងអាចចុះឈ្មោះជាដៃគូជាមួយនឹង YouTube បានអញ្ចឹងថ្ងៃនេះខ្ញុំនឹងប្រាប់ពីរបៀបក្នុងការធ្វើម៉េចដែលវីដេអូរបស់យើងមាន channel មួយ YouTube មួយប៉ុន្តែអ្នកខ្លះធ្លាប់តែប្រើរហូតមកអត់ដែលដឹងថាតើត្រូវធ្វើម៉េចដើម្បីសាងប្រាក់ចំណូលពី YouTube នោះទេខ្ញុំក៏មិនមែនជាអ្នកដែលរកលុយបានពី YouTube ដែរខ្ញុំទើបតែចាប់ផ្ដើមបានមួយអាទិត្យទេក្នុងការធ្វើជាដៃគូជាមួយ YouTube ក្នុងការរកប្រាក់ចំណូលប៉ុន្តែខ្ញុំដឹងពីរបៀបក្នុងការធ្វើម៉េចដើម្បីឲ្យ YouTube នឹងទទួលស្គាល់យើងជាដៃគូនៅក្នុងការរកប្រាក់ចំណូលជាមួយ YouTube ហ្នឹងអញ្ចឹងដូចខ្ញុំប្រាប់អញ្ចឹងគឺប្រទេសកម្ពុជាយើងគឺ YouTube មិនបានដាក់ក្នុងបញ្ជីថាជាប្រទេសដែលត្រូវស្វែងរកប្រាក់ចំណូលនោះទេដូច្នេះតែយើងមានរបៀបក្នុងការធ្វើរបស់វាអញ្ចឹងយើងទៅទាំងអស់គ្នាអញ្ចឹងសន្មតថាអ្នកទាំងអស់គ្នាមាន account YouTube មាន account Gmail ហើយកាលណាមាន Gmail យើងគាត់ទៅបើក YouTube ទៅយើង sign in automatic តែម្ដងអញ្ចឹងយើងគ្រាន់តែចូលទៅ channel setting ចេះលោកអ្នកអាចគ្រាន់តែមានរបៀបចូលយើងអាចចូល my channel ត្រង់នេះក៏បានហើយឬក៏លោកអ្នកអាចមកចូលកន្លែងរូបកន្លែងហ្នឹងហើយលោកអ្នកចុចពាក្យ creator studio នេះក៏បានហើយបន្តមកទៀតគឺយើងកាលណាយើងមកដល់កន្លែងហ្នឹងហើយយើងចូលទៅកាន់ពាក្យថា channel អញ្ចឹងចូលទៅកាន់ channel យើងឃើញកន្លែងនេះគឺគេមានពាក្យថា monetization មានន័យថាកន្លែងនេះគឺយើងអាចរកប្រាក់ចំណូលបានអញ្ចឹងនៅកន្លែងនេះយើងមើលអក្សរគេសេថា the YouTube partner program is currently not available in your country មានន័យថាកម្មវិធីធ្វើជាដៃគូនៅក្នុងរបស់ YouTube ហ្នឹងគឺមិនទាន់មាននៅឡើយទេសម្រាប់ប្រទេសរបស់អ្នកអញ្ចឹងមានន័យថាប្រទេសកម្ពុជាហ្នឹងប៉ុន្តែយើងមានរបៀបក្នុងការធ្វើឲ្យ YouTube ហ្នឹងទទួលស្គាល់យើងទៅជាដៃគូជាប្រទេសដែលអាចរកប្រាក់ចំណូលបានអញ្ចឹងកាលណាយើងចូលមកដល់ទីនេះគឺឃើញពាក្យថា verify មានថាកន្លែងនេះគឺយើងអត់ទាន់បានទៀងទាត់រវាងយើងហើយនឹង YouTube ទេអញ្ចឹងដើម្បីចូលដល់ verify នេះខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាចូលមកកាន់ channel ហ្នឹង channel setting ហ្នឹងហើយ scroll ចុះមកក្រោមមកយើងយកពាក្យ advanced ពេលមកដល់កន្លែង advanced ហ្នឹងគឺយើងឃើញហើយឃើញ country ប្រទេសរបស់យើងហ្នឹងគឺកម្ពុជាអញ្ចឹងគេថាប្រទេសកម្ពុជាហ្នឹងគឺជាប្រទេសមិនទាន់ជាខ្លាយជាដៃគូក្នុងការ monetization រកប្រាក់ចំណូលនោះទេអញ្ចឹងយើងដូរកន្លែងនេះយើងដូរទៅប្រទេសណាមួយដែលអាចរកប្រាក់ចំណូលបានដែល YouTube ទទួលស្គាល់ជាដៃគូគឺយើងភាគច្រើនគឺ YouTube ហ្នឹងគឺនៅសហរដ្ឋអាមេរិកអញ្ចឹងយើងដាក់ថាអាមេរិកចុះណា USA យើងរកមើលពាក្យ United States អូខេនេះយើងឃើញពាក្យ United States អញ្ចឹងយើងចុចលើហ្នឹងទៅហើយយើងចុច save ចុច save ហើយយើងវិលមក channel setting វិញឬក៏ពាក្យ status and feature ហ្នឹងហើយមកដល់កន្លែងនេះនៅពេលដែលយើងកែហើយគឺកន្លែងនេះមានថា become a partner through monetization by displaying ads on your video មានន័យថាយើងនឹងបានខ្លាយទៅជាដៃគូឯសម្រាប់ការរកប្រាក់ចំណូលដោយយើងអាចដាក់បង្ហាញនៅស្លាកពាណិជ្ជកម្មផ្សេងៗនៅលើវីដេអូរបស់យើងអញ្ចឹងគេមានពាក្យថា enable កន្លែងនេះ
ប៉ុន្តែយើងមិនទាន់ដល់ឡើយនេះទេយើងខ្ញុំចង់ឲ្យយើងនឹងទៅ verify ភាពជាដៃគូសិនអញ្ចឹងយើងអាចចុចពាក្យ verify ហ្នឹងទៅដល់កន្លែងនេះគឺយើងមិនចាំបាច់ដូរប្រទេសទៀតទេគឺយើង គ្រាន់តែដាក់ប្រទេសកម្ពុជាដែរហើយព្រោះកន្លែងនេះគេត្រូវការយើង verify ទៀងទាត់ថាយើងនេះជាម្ចាស់គណនី Gmail នឹងអត់អញ្ចឹងបើសិនយើងដាក់ប្រទេសផ្សេងគឺពេលវាបញ្ជាក់ថាយើងជាម្ចាស់គណនីវាផ្ញើ message ឬក៏វាចង់ call មកយើងអីបើយើងដាក់ប្រទេសផ្សេងគឺវា call អត់ចូលទេអញ្ចឹងយើងដាក់ប្រទេសកម្ពុជាទៅដើម្បីឲ្យយើងទទួលបានសារពីវាក្នុងការផ្ទៀងទាត់លេខកូដអញ្ចឹងយើងក្នុងនេះមាន2ទី1 call me with automate voice message មានថាបើយើង tick យកឡើងនេះមានថា YouTube នឹង call មកទូរស័ព្ទដៃរបស់យើងនឹង call មកទូរស័ព្ទដៃរបស់យើងហើយពេលយើងចុចទទួលទៅគឺឮ message តាក់ទងនឹងលេខកូដ6ខ្ទង់នឹង6ខ្ទង់6ខ្ទង់ឬក៏5ខ្ទង់ខ្ញុំអត់ចាំទេអញ្ចឹងបើសិនយើងចុចនេះគឺ YouTube នឹង call មកយើងប៉ុន្តែយើងមិនចាំបាច់ទេគឺយើងសុខចិត្តក្រែងលោកអ្នកខ្លះគាត់អត់ចេះអង់គ្លេសអញ្ចឹងទៅស្ដាប់គេនិយាយអង់គ្លេសអត់បានអញ្ចឹងយើងសុខចិត្តយកពាក្យថា take me the verification code មានន័យថាគឺឲ្យ YouTube នឹងផ្ញើជាអក្សរផ្ញើជាតាមសារមកដើម្បីយើងយកលេខកូដនោះទៅដាក់នៅពេលយើងthíchកន្លែងនេះគឺ YouTube ឲ្យយើងដាក់លេខទូរស័ព្ទយើងចូលអញ្ចឹងយើងសេលេខទូរស័ព្ទទៅអញ្ចឹងយើងមិនចាំបាច់ដាក់លេខកូដប្រទេសក៏បានដែរយើងសេទៅអាហ្នឹងឲ្យលេខទូរស័ព្ទរបស់ខ្ញុំយើងដាក់លេខទូរស័ព្ទរបស់យើងមកឧទាហរណ៍លេខទូរស័ព្ទរបស់ខ្ញុំអូខេអញ្ចឹងយើងគ្រាន់តែចុច submit ប្រហែលជា 2-3 វិនាទីក្រោយ YouTube នឹងផ្ញើសារនឹងឲ្យយើងហើយគឺយើងត្រូវច្បាស់ថាលេខទូរស័ព្ទហ្នឹងគឺត្រឹមត្រូវហើយយើងកំពុងប្រើរាល់ថ្ងៃអូខេហើយចុច submit ទៅអូខេសូមទោសដោយសារគណនីហ្នឹងគឺខ្ញុំយកលេខទូរស័ព្ទហ្នឹងទៅប្រើច្រើនហើយអញ្ចឹងលេខទូរស័ព្ទមួយអាចប្រើបានគណនីទៅ2ទេអញ្ចឹងយើងត្រូវដាក់លេខទូរស័ព្ទផ្សេងវិញអញ្ចឹងខ្ញុំសូមដាក់លេខទូរស័ព្ទផ្សេងព្រោះលេខទូរស័ព្ទរបស់ខ្ញុំហ្នឹងគឺខ្ញុំប្រើសម្រាប់ទៀងទាត់ហ្នឹងអស់2ដងហើយអញ្ចឹងវាអត់ឲ្យទៀតទេអញ្ចឹងយើងអាចដាក់លេខទូរស័ព្ទផ្សេងអញ្ចឹងយើងអាច submit ម្ដងទៀតអញ្ចឹងយើងចាំលេខកូដ6ខ្ទង់ដែលវាផ្ញើមកឲ្យយើងអូខេអញ្ចឹងបើសិនលោកអ្នកនរគ្នាដាក់លេខទូរស័ព្ទទៅវានឹងផ្ញើ message មកហើយអញ្ចឹងទូរស័ព្ទរបស់ខ្ញុំ YouTube បានផ្ញើលេខកូដនឹងមកគឺលេខកូដ6ខ្ទង់អញ្ចឹងខ្ញុំដាក់លេខកូដ6ខ្ទង់នឹងចូលហើយយើង submit លេខកូដនឹងទៅទៀងទាត់ជាមួយ YouTube អញ្ចឹងវាថា verify គឺលេខហ្នឹងគឺបានទៀងទាត់អញ្ចឹងអបអរសាទរ congratulations your YouTube account is now verified មានថាគណនី YouTube របស់យើងហ្នឹងគឺបានទៀងទាត់រួចហើយអញ្ចឹងយើងចុច continue ទៅពី continue គឺកន្លែងនេះគឺបានបញ្ជាក់ថា verify អញ្ចឹងបន្ទាប់ពីយើងបាន verify ហើយមានថាយើងត្រូវតែទៅធ្វើម៉េចដើម្បីអនុញ្ញាតឲ្យវីដេអូរបស់យើងដែលយើងអាប់ឡូតចូលហ្នឹងដើម្បីអាចរកលុយបានណាអញ្ចឹងយើងទៅដល់ធ្វើម៉េចឲ្យទៅដល់កន្លែងហ្នឹងហើយយើងចុចពាក្យ enable ហ្នឹងទៅដើម្បីរៀបចំឬក៏បំពេញលក្ខខណ្ឌរបស់ YouTube